សួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនគឺយើងបានរៀនបានខ្លះហើយតាក់ទងទៅនឹង command line មួយចំនួនដែលខ្ញុំបានលើកឡើងនៅ VI យកមកធ្វើជាឧទាហរណ៍អញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺយើងនឹងសិក្សាបន្តទៀតតាក់ទងទៅនឹង command line មួយចំនួនថែមទៀតដែលវាមានដូចជាការបង្កើតនៅ active បង្កើតនៅ directory បង្កើត file ឬក៏យើងធ្វើការ edit អីវាជាដើមអញ្ចឹងកុំឲ្យខាតពេលយូរយើងធ្វើទាំងអស់គ្នាអញ្ចឹងខ្ញុំបាន login អីហើយរួចអស់ហើយអញ្ចឹងយើងទៅបង្កើត file មួយទៅខ្ញុំបង្កើត empty file មួយយើងទៅ say touch ដាក់ឈ្មោះខ្ញុំហ្មងទៅសួរចំណាំអូខេអញ្ចឹងខ្ញុំបានបង្កើតរួចរាល់ហើយអញ្ចឹងយើងតទៀតយើងធ្វើការ edit ឬក៏យើងរបៀបដែលយើងអាចទៅឆែកមើល empty file របស់យើងបានគឺយើងធ្វើការចុច cat យើងដាក់ឈ្មោះ file នឹងរបស់យើងចូលមកអូខេអញ្ចឹងមានន័យថាបើចេញមកទេបែបនេះគឺវាបង្ហាញថា file របស់យើងគឺអត់ទាន់មានអីទេអញ្ចឹងយើង control C វិញមកហើយយើងបន្ត comment តទៀតអញ្ចឹងយើងដាក់ vi tt អូខេអញ្ចឹងយើងធ្វើការ insert វាចូលមកយើងចុចអក្សរ I អញ្ចឹងវានឹង load បដូរ setter ទៅជា insert អញ្ចឹងខ្ញុំដាក់អូខេអញ្ចឹងខ្ញុំសូមដាក់ឲ្យរៀងច្រើនតិចទៅអូខេអញ្ចឹងខ្ញុំសូមធ្វើការដាក់ចំនួន4ឡានអញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតហ្នឹងយើងធ្វើការចុច key escape មួយមកហើយយើងដាក់ C ហើយយើង save វាអូខេអញ្ចឹងយើងបាន save រួចរាល់ហើយអញ្ចឹងបើយើងចង់មើលយើងចុចដូចមុនដែរទៅយើងដាក់ឈ្មោះអូខេអញ្ចឹងវានឹង show មកឲ្យយើងហើយអញ្ចឹងបន្តមកទៀតយើងចង់បង្កើតនៅhidden directory មួយអញ្ចឹងយើងដឹងហើយថា directory ដែលវា hide ឬក៏ file ដែលវា hide គឺដែលវាសម្គាល់នៅលើចុចពីមុខអញ្ចឹងបើសិនជាយើងចង់បង្កើតវាទៅ say mkdir យើងចុចដាក់ hide ចឹងមួយមកហើយយើងដាក់ directory មួយអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំដដែលទៅអូខេអញ្ចឹងយើងបានបង្កើតវារួចរាល់ហើយបើសិនជាយើងចង់ទៅមើលវាមានអត់មានអញ្ចឹងយើង ls មកយើងមានត្រឹមតែ file ដែលខ្ញុំបានបង្កើតមុនហ្នឹងអូខេអញ្ចឹងអត់អីទេយើងធ្វើតទៅបើសិនជាយើងចង់បង្កើត directory ចំនួន100អញ្ចឹងយើងធ្វើការទៅ say comment មួយឧទាហរណ៍ហើយយើងដាក់វាបែបនេះ100អញ្ចឹងយើង enter មកហើយយើង list វាចេញមកអូខេអញ្ចឹងយើងបានបង្កើតរួចរាល់ហើយចំនួន100 file វាមានតដល់ខាងនេះអញ្ចឹងបន្តមកទៀតបើយើងចង់បង្កើតជា file ម្ដងអញ្ចឹងយើងដាក់ comment មួយយើងដាក់ថាបើយើងចង់បង្កើត file បើយើងចង់បង្កើត file អញ្ចឹងយើងចុចបែបនេះមើលថាវាចេញអីអូវាប្រាប់ថា file ហ្នឹងមានហើយអញ្ចឹងយើងដូរបន្តិចទៅ
ចឹងអានេះវាបញ្ជាក់ថាយើងបានបង្កើត directory មួយទៀតដែលវាបន្ទាប់ពីcurrent directory របស់យើងអញ្ចឹងយើងវាមានបែបនេះអញ្ចឹងវាបាន replace ចេញពី current directory ដែលគេហៅថា home directory ហ្នឹងទៅជា directory ហ្នឹងវិញអញ្ចឹងយើងទៅ current directory យើងវិញទៅហើយបើសិនជាយើងចង់remove ឬថាយើងចង់ remove directory នេះមួយណាចោលអញ្ចឹងយើងទៅសេ rm ហើយយើងដាក់ឈ្មោះ file ហ្នឹងមកអញ្ចឹងខ្ញុំសាកremove លេខរៀងទី98មួយអូខេអញ្ចឹងយើង enter អូសុំទោសខុសយើងដាក់rm ដកហើយយើងដាក់ឈ្មោះមកអាហ្នឹងមានថាវា delete directory ចោលអញ្ចឹងយើងលិះមកសារថ្មីមកអូខេអញ្ចឹងយើងសម្គាល់កន្លែងនេះឃើញថា98គឺបានបាត់ហើយអញ្ចឹងបើសិនជាយើងចង់remove file វិញម្ដងអញ្ចឹងយើងទៅសេ rm .v អញ្ចឹងខ្ញុំធ្វើការសុំរក file មួយដែលខ្ញុំចង់ delete អញ្ចឹងខ្ញុំសុំ delete test នេះមួយចុះអញ្ចឹងខ្ញុំដាក់test.txt វិញអូខេអញ្ចឹងកន្លែងនេះគឺវាបានបញ្ជាក់ថាយើងបាន remove test.txt អញ្ចឹងអីដែលវា show មកបានហ្នឹងដោយសារតែ .v មួយនេះ.v ហ្នឹងគឺវា show នៅ note ថាយើងបាន delete ហើយអញ្ចឹងយើងអាចមើលសារថ្មីទៅសម្រាប់ test ហ្នឹងគឺវាបានបាត់ហើយអញ្ចឹងបើសិនជាយើងចង់ remove directory ឬក៏ remove directory ទាំងអស់មកអញ្ចឹងយើងដាក់ rm .r ហើយយើងដាក់នឹងមកហើយយើងដាក់ដូចតែបង្កើតដែរទេអូអញ្ចឹងកន្លែងនេះដោយសារតែយើងបាន remove លេខ98ចោលមួយហើយអញ្ចឹងយើងអត់អាចរួមបញ្ចូលជាមួយវាបានទៀតទេដាក់0.9សាកមើលថាវាចាញ់អត់អូខេអញ្ចឹងកន្លែងនេះគឺវា show ថាយើងបាន delete file ជាច្រើនdirectory ជាច្រើនអញ្ចឹងយើងលិះមកវិញមកកន្លែងនេះវា show មកត្រឹមតែមួយដែលយើងអត់ទាន់បានបង្កើតតាំងពីដំបូងមកអញ្ចឹងមេរៀនរបស់យើងថ្ងៃហ្នឹងចប់ត្រឹមតែប៉ុណ្្នឹងអរគុណច្រើន